ជំរាបសួរបាទខ្ញុំឈ្មោះបងប្រុសដាម៉ូហើយខ្ញុំជាសមាជិកនៃក្រុមសហជីវិនព្រះយេស៊ូវជនជាតិខ្មែរខេត្តបន្ទាយមានជ័យគឺជាខេត្តមួយដែលត្រូវបានរំដោះពីសម័យប៉ុលពតណាខ្ញុំចុះតាមភូមិជាមួយនឹងអង្គការមេត្តាករុណាដែរខ្ញុំចុះតាមភូមិនេះភាគច្រើនខ្ញុំទៅតាមសាលារៀនឆ្ងាយពីខេត្តទៅទីហ្នឹងខ្ញុំឃើញថាសាលារៀនភាគច្រើនជួបការលំបាកដោយសារដាច់ស្រយាលផ្លូវលំបាកហើយពេលខ្លះអត់មានអគារមានប៉ុន្តែពេលខ្លះអត់មានគ្រូដើម្បីស្ម័គ្រចិត្តទៅរៀនពេលខ្លះខ្ញុំសប្បាយចិត្តខ្ញុំគូររុកលេងទីនេះវាមានទីធ្លាធំទូលាយល្អនៅមុខសាលាឬក៏មុខថ្នាក់នៅជុំវិញសាលារៀនមានដើមឈើតូចធំដើម្បីធ្វើជាម្លប់ពេលមានកម្ដៅពេលនៅទីនេះពេលមានមេឃភ្លៀងពេលខ្លះក្មេងៗអត់ចូលចិត្តរៀនគេសុំអ្នកគ្រូទៅបត់ជើងប៉ុន្តែគេអត់បានទៅបត់ជើងគេរត់លេងអញ្ចឹងឲ្យមានអារម្មណ៍ថាដូចគេមានអាការៈថាផ្ដាសាយប្រជាពលរដ្ឋនៅទីនេះភាគច្រើនគេធ្វើចំណាកស្រុកគេចូលចិត្តទៅធ្វើការនៅប្រទេសថៃចំពោះសាលាសន្តសាវយេនេះគឺជាសាលាយេស៊ូវីតទី1ដែលផ្ដល់ការអប់រំក្នុងប្រព័ន្ធស្រុកខ្មែរតែខ្ញុំមានន័យថាយើងផ្ដល់ការអប់រំតាំងពីថ្នាក់ទីមត្តេយ្យរហូតដល់ថ្នាក់ទី12យើងសង្ឃឹមថាសាលារៀនសន្តសាវយេនេះមិនត្រឹមតែអប់រំកូនសិស្សឲ្យចេះឲ្យរៀនឲ្យគិតឲ្យតរិះពិចារណាតែប៉ុណ្ណឹងទេប៉ុន្តែយើងក៏ចង់អប់រំកូនសិស្សឲ្យមានសិលធម៌ក្រមសីលធម៌ក្នុងខ្លួនសាលាសន្តសាវយេមានវិន័យខ្ពស់ហើយនឹងមានវិន័យខ្ពស់ហើយនឹងទីធ្លាស្អាតចង់រៀនរហូតដល់ចប់ព្រោះចំណេះដឹងស្រួលអាចជួយយើងរស់នៅស្រួលរៀនដល់ចប់អាចរកការងារធ្វើស្រួល현재까지 학교는 아마 저희가 계획했던 12년 프로젝트의 반 정도에 도달했다고 생각합니다. 저희가 이미 이 지역에서 바탄만 교구와 협력을 하고 또 예수의 사회 활동에서 많은 지역에 있는 지역 아동들과 지역 학교와 연대가 이미 20년 이상을 저희가 공고하게 쌓아왔기 때문에 이제는 학교가 어느 정도 궤도에 올라서 저희가 가지고 있는 좋은 프로그램을 지역에 있는 공립학교에 나눌 수 있는 그것을 하는 것들이 저희들이 생각하는 정말 저희들 학교가 원하는 하빌 예술을 통해서 우리가 바라는 꿈이 아닌가 생각합니다.